ผมไม่บางคนแบบនេះខ្ញុំចង់ផ្ដល់ភាពច្បាស់លាស់ជូនបងប្អូនធ្វើការជាមួយខ្ញុំគឺសុវត្ថិភាពបង្ហាញអំពីទីតាំងពិតប្រាកដជូនបងប្អូននិងបងប្អូនធ្វើការជាមួយនឹងអ្នកដែលមានចំណេះជំនាញគឺសុវត្ថិភាព100%បងប្អូនបាទចង់អញ្ជើញមកកូរ៉េផ្ទាល់ក៏បានធ្វើការជាមួយខ្ញុំត្រឹមតែភ្នំពេញក៏បានសម្រាប់វីដេអូនេះគឺចង់បង្ហាញពីការធ្វើនៅក្នុងរោងចក្រច្បាស់ផ្ទាល់ជូនបងតែម្ដងថាយើងមានទទួលបង្កើតប្រេមផ្ទាល់ខ្លួននៅខាងរោងចក្រប្រទេសកូរ៉េតើយើងមានរោងចក្រនៅខាងប្រទេសកូរ៉េពិតមែនអត់តើរោងចក្រនៅខាងប្រទេសកូរ៉េហ្នឹងជាប្រភេទរោងចក្របែបម៉េចរោងចក្រស្តង់ដារអត់ចឹងដើម្បីឲ្យកាន់តែច្បាស់បងមកទស្សនាវីដេអូនេះទាំងអស់គ្នាអ្នកទាំងអស់គ្នាឥឡូវយើងនៅក្នុងចាក់ឲ្យបន្ទប់នេះគឺជាបន្ទប់ AD តែរាល់រូបមន្តរបស់អ្នកទាំងអស់គ្នានីមួយៗគឺយើងត្រូវចូលបន្ទប់ AD ហ្នឹងដើម្បី develop រូបមន្តណាចឹងតោះតែរូបមន្ត develop រួចទើបយើង confirm ថាតើរូបមន្តដែលយើងធ្វើហ្នឹងស័ក្តិសមនឹងទៅតាមតម្រូវការរបស់អតិថិជនអត់ចឹងនេះគឺជាបន្ទប់ ADពាក្យថាបន្ទប់ AD ពាក្យពេញមានន័យថា Research Development ដែលជាបន្ទប់សម្រាប់អ្នកជំនាញគាត់ធ្វើការស្រាវជ្រាវទៅលើរូបមន្តផ្សេងៗជូនទៅកាន់ម្ចាស់ brand ហើយសម្រាប់បន្ទប់ AD នេះនៅក្នុងរោងចក្រមានរហូតដល់តែ2បន្ទប់មួយទៀតធំជាងនឹងទៀតអ្នកទាំងអស់គ្នាយើងមានរហូតដល់2បន្ទប់បែបនេះដោយសារតែយើងមាន AD រហូតដល់19នាក់នៅក្នុងការស្រាវជ្រាវទៅលើរូបមន្តដែលគាត់ជំនាញទៅលើផ្នែកផ្សេងៗគ្នាសម្រាប់កន្លែងនេះគឺជា showroom ដែលយើងមានដាក់តាំងជាមួយនឹង product ជាច្រើនទាំង product finish ជាមួយនឹង sample នៅពេលដែលម្ចាស់ brand ឡើងទៅដល់រោងចក្រផ្ទាល់អាចចូល visit នៅក្នុង showroom ហើយធ្វើការតេស្តជាមួយនឹងគុណភាពកំហាប់សាច់ក្លិនពណ៌នៃ sample បានសម្រាប់រោងចក្រនៅខាងប្រទេសកូរ៉េជាប្រភេទរោងចក្រស្តង់ដារខ្នាតធំដែលទទួលបាន GMP ហើយនិង ISO គ្រាប់ផលិតផលដែលផលិតចេញពីខាងរោងចក្ររបស់យើងផ្ទាល់គឺធានាទៅលើគុណភាពសុវត្ថិភាពហើយជាប្រភេទផលិតផលដែលស្តង់ដារហើយសម្រាប់បន្ទប់នេះវិញមានជាមួយនឹងម៉ាស៊ីននៅក្នុងការរក្សាសីតុណ្ហភាពនៃគុណភាពផលិតផលមានជាមួយនឹងម៉ាស៊ីន Labo នៅក្នុងនឹងតែម្ដងសម្រាប់ម្ចាស់ brand ដែលមានបំណងនៅក្នុងការចង់ផ្លាស់ប្ដូររោងចក្រមានផលិតផលនៅក្នុងដៃរួចរាល់ហើយចង់ផលិតផលឲ្យដូចជាមួយផលិតផលចាស់គឺយើងមានជាមួយនឹងម៉ាស៊ីន Labo នៅក្នុងការ check ជាមួយនឹង ingredient នៅក្នុងផលិតផលហើយស្រាប់ហើយឥឡូវនេះមុននឹងចូលទៅទស្សនាសង្វាក់ផលិតកម្មនៅក្នុងការផលិតយើងធ្វើការសម្អាតមេរោគជាមុនសិនហើយសម្រាប់ម៉ាស៊ីនធំទាំងអស់នេះគឺជាម៉ាស៊ីន mixing សាច់នៃផលិតផលសង្វាក់ផលិតកម្មនៅក្នុងការវេចខ្ចប់ផលិតផលដាក់ផលិតផលចូលទៅក្នុងប្រអប់វាយជាកេសជូនទៅកាន់ម្ចាស់ brand ហើយនេះគឺជាម៉ាស៊ីននៅក្នុងការ filling ទៅលើផលិតផលចូលទៅក្នុង packaging សម្រាប់សង្វាក់ផលិតកម្មនៅក្នុងការផលិតនីមួយៗយើងប្រើប្រាស់ជាមួយនឹងម៉ាស៊ីនខ្នាតធំនៅក្នុងការផលិតធានាទៅលើស្តង់ដារគុណភាពស្របទៅតាម GMP ហើយនិង ISO ដែលធានាទៅលើគុណភាពសុវត្ថិភាពអនាម័យជូនទៅកាន់អតិថិជនឥឡូវយើងមកកលេចមើលជាមួយនឹងឃ្លាំងដែលស្តុកជាមួយនឹងផលិតផលដែលផលិតរួចជូនទៅកាន់ម្ចាស់ brand ឃើញថាទំហំធំខ្លាំងមែនតើសឹងតែស្មើជាមួយនឹងរោងចក្រសិប្បកម្មទូទៅធម្មតាគុណនឹង2ហើយគ្រាន់តែឃ្លាំងនៅក្នុងការស្តុកជាមួយនឹង finish product អញ្ចឹងសម្រាប់បងណាដែលមានបំណងនៅក្នុងការចង់បង្កើត brand ផ្ទាល់ខ្លួនចេញពីខាងរោងចក្រប្រទេសកូរ៉េឬក៏បងដែលជាម្ចាស់ brand រួចរាល់ហើយមានបំណងនៅក្នុងការចង់ផ្លាស់ប្ដូររោងចក្រនៅក្នុងការបង្កើត brand ផ្ទាល់ខ្លួនអាចធ្វើការសហការជាមួយនឹងខាងយើងផ្ទាល់បានសម្រាប់ការសហការនៅក្នុងការបង្កើត brand ជាមួយនឹងខាងយើងផ្ទាល់ផ្ដល់ទាំងទំនុកចិត្តសុវត្ថិភាពការប្រឹក្សាជូនបងដ៏ល្អឥតខ្ចោះប្រឹក្សាជាមួយអ្នកជំនាញដែលជាជនជាតិខ្មែរមានបទពិសោធន៍ទៅលើវិស័យនេះជាង10ឆ្នាំមកហើយចង់បង្កើត brand ផ្ទាល់ខ្លួនចេញពីរោងចក្រប្រទេសកូរ៉េឥឡូវនេះអត់ចាំបាច់ចំណាយពេលវេលានៅក្នុងការ fly ទៅ fly មកចំណាយថវិកានៅក្នុងការជួល translator ឬក៏ចំណាយពេលវេលានៅក្នុងការធ្វើ visa អីទេក៏អ្នកទាំងអស់គ្នាអាចធ្វើការបង្កើត brand ចេញពីរោងចក្រមួយដែលស្តង់ដារបានដែរបើសិនជាបងមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងមក page The SMP Cosmo Lab បានណា